បាទជំរាបសួរក៏ដូចជាសួស្តីខ្ញុំខានធ្វើវីដេអូយូរហើយនេះគឺជាវីដេអូបន្តទៀតដែលខ្ញុំចង់បង្ហាញនេះគឺជាស្រូវពូជ OM5451 ដែលធ្វើវិធីសាស្ត្រព្រោះផលិតទឹកជ្រៅនៅក្នុងដើមខែ5ណាដើមខែ5ឆ្នាំ2026រឿងដែលគួរឲ្យកត់សម្គាល់តំបន់ខ្ញុំនេះកន្លងមករដូវដើមរដូវវស្សាបែបនេះគឺជាទូទៅគឺតែងតែភ្ជួរលុបព្រោះក្របស្រួយណាព្រោះដីហុយអីចឹងទៅដោយឡែកឆ្នាំនេះដោយសារតែមានការព្រមព្រៀងគ្នាល្អពាក់ព័ន្ធជាមួយនឹងទឹកក៏បានយើងមានសុវត្ថិភាពក្នុងការប្រើប្រាស់ទឹកអញ្ចឹងក៏មូលមតិគ្នាសម្រាប់អ្នកក្នុងស្រុកភូមិក៏ធ្វើស្រូវរបៀបយើងទឹកសម្រក់ដែរយើងវាយដីយើងត្រាំពូជបដោះគ្រាប់ហើយយើងប្រើប្រាស់វិធីសាស្ត្រព្រោះស្រូវផលិតទឹកជ្រៅដែលយើងធ្លាប់តែអនុវត្តកន្លងមកមែនទែនទៅវិធីសាស្ត្រព្រោះស្រូវផលិតទឹកជ្រៅនេះគឺវាពិបាកនៅក្នុងខែក្តៅតួយ៉ាងដូចជាខែ4ឧទាហរណ៍ណាបើសិនយើងធ្វើខែ4គឺប្រឈមនឹងកម្ដៅខ្លាំងអញ្ចឹងហើយវាអាចធ្វើឲ្យរលួយគ្រាប់ស្រូវបើសិនជាទឹកនឹងវារាក់ពេកតែបើទឹកជ្រៅខ្លាំងដែលកម្ដៅទឹកវាមិនជះឥទ្ធិពលដល់ដំណោះអាហ្នឹងគឺអត់អីទេគឺប្រើបានប៉ុន្តែករណីនៅខែ4ហ្នឹងយើងមិនអាចដាក់ទឹកឲ្យលិចជ្រៅទេអញ្ចឹងទឹកស្ដើងហើយវិធីសាស្ត្រហ្នឹងគឺអាចនឹងមិនទទួលជោគជ័យទេធ្វើឲ្យក្តៅទឹកនឹងរលួយស្រូវបានដោយឡែកឆ្នាំនេះឆ្នាំ2026ឃើញថារបបទឹកភ្លៀងដើមដៃវាហាក់បីដូចជាល្អប្រសើរគួរសមសម្រាប់តំបន់ខ្ញុំនៅបាត់ដំបងនឹងបន្តមកទៀតវាមានអំណោយផលដល់ការប្រើប្រាស់ទឹកដែលខ្ញុំបាននិយាយមិញហ្នឹងជាការអំណោយផលមួយដល់ការអនុវត្តវិធីសាស្ត្រព្រោះស្រូវផលិតទឹកជ្រៅទេរួចហើយយើងសង្កេតមើលទៅលើសីតុណ្ហភាពជារួមគឺវាថយដែរតែធ្វើឲ្យមេឃហ្នឹងមិនក្តៅពេកហើយវាមានពពកច្រើនដោយសារតែវាឈានចូលដល់រដូវវស្សាហើយពពកច្រើនសំណើមនៅក្នុងបរិយាកាសក៏វាខ្ពស់អញ្ចឹងវាធ្វើឲ្យសីតុណ្ហភាពហ្នឹងមិនក្តៅខ្លាំងពេកដែលជាហេតុធ្វើឲ្យយើងមានឱកាសធ្វើវិធីសាស្ត្រព្រោះស្រូវផលិតទឹកជ្រៅនឹងបាននៅក្នុងចុងរដូវប្រាំងឬក៏ដើមរដូវវស្សាពោលគឺក្នុងដើមខែ5យើងនេះហើយនេះយើងរៀងស្ដើងប៉ុន្តែនេះគឺជាគោលបំណងដែលយើងប្រើពូជតែប៉ុណ្្នឹងហើយយើងប្រើថ្នាំបបែកគុំមកគឺវានឹងចិត្តដីល្អមកវិញហើយប៉ុន្តែអត់ទាន់ចោតជាបញ្ហាអ្វីទេដោយសារតែមានទឹកគ្រប់គ្រាន់បែបហ្នឹងទើបធ្វើឲ្យបងប្អូនយើងគឺអនុវត្តវិធីសាស្ត្រនឹងស្ទើរតែគ្រប់គ្នាឲ្យតែផ្ទៃដីស្រែរបស់ពួកគាត់នៅក្បែរប្រភពទឹកដែលផ្ដល់មកហ្នឹងហើយតែបើថាអ្នកនៅឆ្ងាយគឺនៅតែបន្តប្រើវិធីសាស្ត្រព្រោះដីហុយដដែលទេហើយព្រោះរងចាំទឹកភ្លៀងរំពឹងទឹកភ្លៀងអីចឹងទៅប៉ុន្តែបើយើងប្រើប្រាស់ជីហើយនឹងបាញ់ថ្នាំបែកគុំគឺបែកមកស្អាតអីណាដើមប៉ុណ្ណេះដើមដងប៉ុណ្ណេះវាហានិភ័យតែមួយទៀតទេគឺបើសិនជាយឺតយ៉ាវសម្រាប់រដូវវស្សាវាអាចប្រឈមមុខជាមួយនឹងទឹកចំនួនលិចដោយសារតែទឹកចំនួននៅពេលដែលជន់ចូលខ្លាំងគឺវាបែកហៀមកវាលគេហៅបែកវាលទឹកបែកវាលអញ្ចឹងទៅពេញព្រៀបតែម្ដងស្ទើរតែស្មើផ្លូវហ្នឹងក៏ថាបានដែរហើយរួចហើយបើសិនជាស្រូវយើងយឺតយ៉ាវអត់តាន់ពេលទេវាប្រឈមនឹងលិចនៅក្នុងពេលហ្នឹងប៉ុន្តែយើងជាកសិករវាអត់មានជំរឿសអ្វីក្រៅពីធ្វើនោះទេបើមិនធ្វើអត់មានអីហូបបើមិនធ្វើមិនដឹងថាធ្វើអ្វីអញ្ចឹងមានតែ
ពេលខ្លះសឹងតាមយថាកម្មអ្វីដែលយើងប្រឹងប្រែងគឺយើងនេះយើងធ្វើទៅវាដុះយើងមានបច្ចេកទេសយើងមានវិធីសាស្ត្រធ្វើយើងមានវិធីសាស្ត្រឲ្យវាប្រែកគុំយើងមានវិធីសាស្ត្រព្រោះស្រូវអាបលិចទឹកជ្រៅឲ្យដុះមកបានគ្រប់ផ្នែកទាំងអស់មិនទៅពេកមិនឆ្លក់ល្វែងយើងចេះអស់ហើយប៉ុន្តែបើសិនជាទឹកចំនួននោះណាវាបែកស្ទឹងហើយធ្លាយមកបែកវាអញ្ចឹងទៀតនោះហើយគឺទៅជាបញ្ហាដែលយើងមិនអាច control បានពីព្រោះអ្វីដែលយើងគ្រប់គ្រងបានយើង control បានយើងធ្វើបានអស់ហើយពាក់ព័ន្ធជាមួយនឹងទឹកវិញទៀតសោតគឺដោយសារតែបច្ចុប្បន្នវាមានប្រភពទឹកវាមានទំនប់ស្ទាក់ទឹកអីច្រើនកន្លែងអញ្ចឹងទៅដែលជាហេតុបង្កការរាំងស្ទះទៅលំហូរទឹកតាមបែបលក្ខណៈធម្មជាតិពីព្រោះនៅពេលដែលចរន្តទឹកភ្លៀងពីក្បាលស្ទឹងពីតំបន់ខាងលើហូរបុកមកខាងតំបន់ផ្សេងនៅទំនប់ហ្នឹងគឺបាច់ទឹកទប់ដើម្បីប្រើប្រាស់នៅតំបន់ខាងលើហើយដល់ពេលវាទឹកកាន់តែបុកមកខ្លាំងវាធ្វើឲ្យទឹកនោះច្រើនលើសតម្រូវការរួចហើយអ្នកគ្រប់គ្រងបន្លាយទឹកអ្នកគ្រប់គ្រងទំនប់ទឹកមានតែបើកបង្ហូរទម្លាក់មកអ្នកប៉ែកខាងក្រោមដូចជាពួកខាងខ្ញុំនេះទៅធ្វើឲ្យទឹកវាហូរកំហុកមកខ្លាំងស្ទឹងយើងមានទំហំរាងតូចវាអត់មានអ្វីក្រៅតែពីបែកវាលទេហ្នឹងហើយវាចូលតាមព្រែកតាមអូរទៅបែកវាលអញ្ចឹងទៅមកដល់ផ្ទៃដីស្រែរបស់យើងធ្វើឲ្យលិចលង់ហើយបើលិចលង់នៅក្នុងកំឡុងពេលស្រូវផើឬក៏ស្រូវហាប់ការទៀតនោះគឺអំបិលជាគ្នាហើយវីដេអូនេះគឺចង់ជជែកលេងប៉ុណ្្នឹងទេហើយបើមានឱកាសល្អនឹងធ្វើវីដេអូតាមដានក៏ដូចជាតិចអីថ្មីបន្ថែមទៀតអរគុណច្រើនសម្រាប់ការតាមដាន